បាទសួស្តីបងប្អូនថ្ងៃនេះលោកគ្រូមានវីដេអូមួយទៀតទាក់ទងទៅនឹងការប្រើប្រាស់សាំហ្នឹងគឺយើងសម្រាប់បូកបន្ទុកនៅក្នុង Excel បាទឥឡូវខ្ញុំឧទាហរណ៍ថាឈ្មោះនេះភេទស្រីចុះបាទភេទស្រីបាទថ្នាក់ហ្នឹងខ្ញុំដាក់ថ្នាក់ 12A អញ្ចឹងទៅបាទ 2A ឧទាហរណ៍ថាយើងចង់បូកមុខវិជ្ជាទាំងអស់ហ្នឹងថាតើបូកសរុបទៅបានប្រមាណបន្ទុកអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្មែរ100គណិត100ទៅបាទរូប45គីមី45ទៅជីវៈ50ផែនដី41អញ្ចឹងទៅប្រវត្តិបាទ50បាទអញ្ចឹងអ្នកទៀតបាទអាចដាក់កា86បាទ85 50បាទ50បាទ45 50បាទ50អញ្ចឹងទៅឧទាហរណ៍នេះគឺសម្រាប់បងប្អូនបញ្ចូលបន្ទុកដែលមាននៅក្នុងបញ្ជីរបស់បងប្អូនបាទនេះ45 50បាទអញ្ចឹងមានដាក់ឲ្យរៀងញាប់បន្តិចមកបាទនេះ50អញ្ចឹងយើងដាក់សរុបខាងចុងមួយមកបាទសរុបមួយមកនេះបាទពេលបានប៉ុណ្ណឹងហើយជាធម្មតាយើងប្រើពាក្យសាំបាទនេះប្រើពាក្យសាំអញ្ចឹងមុននឹងយើងប្រើពាក្យសាំរាល់រូបមន្តទាំងអស់យើងចុចសញ្ញាស្មើបាទបន្ទាប់មកយើងវាយពាក្យសាំមក SUM ហើយបើកវងកញ្ចក់បាទនេះ SUM បើកវងកញ្ចក់ពេលដែលបងប្អូនវាយរូបមន្តចុចសញ្ញាស្មើវាយពាក្យថា SU គឺវាមានអក្សរនៅខាងក្រោមស្រេចនេះ SUM អញ្ចឹងបងប្អូនចុចមកបាទបន្ទាប់មកបងប្អូនអូសមកចាប់ពីភាសាខ្មែរបាទសកត់ខាងឆ្វេងឲ្យជាប់មកបាទនេះបន្ទាប់មកបងប្អូនបិទមកវិញ Enter បាទអញ្ចឹងយើងបុកសរុបទៅឃើញបាទ431អញ្ចឹងបងអូសមកឆ្វោកមកបាទនេះគឺជាលទ្ធផលដែលបងប្អូនបានបូកបាទបើសិនជាបងប្អូនយក Casio មកបូកមួយគឺមានលក្ខណៈយូរហ្នឹងរបៀបទី1របៀបទី2បងប្អូនអត់ប្រើរូបមន្តហ្នឹងទេបងប្អូន select ទាំងអស់មកបាទ select ទាំងអស់ដោយគ្រាន់តែចុចពាក្យ Al ចុច Al សញ្ញាស្មើចុច Al សញ្ញាស្មើនោះវានឹងចេញលទ្ធផលដូចគ្នាដែរអញ្ចឹងវីដេអូមានប៉ុណ្ណឹងបាទសូមអរគុណ